ជំរាបសួរក៏ដូចជាសួស្តីទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលចូលចិត្តតាមដាននៅវិស័យកសិកម្មថ្ងៃនេះខ្ញុំបាទនឹងថតសកម្មភាពបង្ហាញតាក់ទងជាមួយនឹងការចិញ្ចឹមកង្កែបជាលក្ខណៈគ្រួសារដោយយើងចំណាយអស់លុយតិចប៉ុន្តែយើងក៏អាចចិញ្ចឹមបានការចិញ្ចឹមកង្កែបគឺវាមិនរើសទីតាំងដែលយើងត្រូវតែដាក់នៅត្រង់ណាទេសំខាន់យើងមើលទៅតាមទំហំនិងផ្ទៃដីពុកម៉ែបងប្អូនប្រជាកសិករដែលគាត់មានផ្ទៃដីតូចធំយើងអាចធ្វើទៅតាមទំហំដីរបស់យើងបើសិនជាដីរបស់យើងរាងចង្អៀតគឺយើងធ្វើរាងតូចល្មមដែរទៅសំខាន់ឲ្យតែកង្កែបរបស់យើងអាចមានទឹកសម្រាប់វាលេងនិងស៊ីចំណីបានការចិញ្ចឹមកង្កែបបែបនេះគឺមានលក្ខណៈងាយស្រួលអស់លុយតិចប៉ុន្តែអាចចិញ្ចឹមបានដូចនៅក្នុងវីដេអូនេះជាក់ស្ដែងអញ្ចឹងគឺយើងធ្វើការចំណាយទៅលើតែកៅស៊ូតង់ហើយនិងស្បៃព័ទ្ធជុំវិញតែប៉ុណ្ណោះចំណែកឯដំបូលយើងប្រើធាងដូងដែលមាននៅគៀមផ្ទះរបស់យើងយកមកប្រក់ដើម្បីធ្វើជាដំបូលដើម្បីការពារកម្ដៅថ្ងៃកុំឲ្យវាក្តៅខ្លាំងពេកសម្រាប់ពុកម៉ែបងប្អូនដែលស្រឡាញ់វិស័យកសិកម្មខ្ញុំគិតថារបរនៃការចិញ្ចឹមសត្វគឺវាដើរតួនាទីយ៉ាងសំខាន់ដោយវាក៏ជាប្រភពចំណូលមួយដែលអាចជួយផ្គត់ផ្គង់មកកាន់គ្រួសាររបស់យើងតាមរយៈការដែលយើងកាត់បន្ថយនៅការទិញម្ហូបអាហារពីទីផ្សារដែលយើងមិនដឹងប្រភពច្បាស់លាស់បានផងដែរហើយអ្វីដែលសំខាន់គឺការដែលយើងចិញ្ចឹមបែបនេះគឺយើងមិនរញើតគឺយើងមិនខ្លាចនៅក្នុងការបរិភោគនោះទេពីព្រោះថាយើងជាអ្នកចិញ្ចឹមយើងដឹងថាយើងមិនបានប្រើប្រាស់នៅថ្នាំគីមីដាក់ទៅក្នុងសាច់កង្កែបរបស់យើងនោះឡើយអញ្ចឹងការបរិភោគរបស់យើងគឺយើងបរិភោគដោយមានទំនុកចិត្តលើកទឹកចិត្តទៅកាន់ពុកម៉ែបងប្អូនប្រជាកសិករដែលរស់នៅទីតាមជនបទខ្ញុំគិតថាការចិញ្ចឹមសត្វមិនថាសត្វមាន់ទាត្រីកង្កែបទេវាគឺជាជម្រើសមួយដ៏ល្អសម្រាប់ពុកម៉ែបងប្អូនប្រជាកសិករដែលវាអាចនឹងជួយបង្កើននៅជីវភាពប្រចាំថ្ងៃរបស់ពុកម៉ែបងប្អូនប្រជាកសិករតាមរយៈការកាត់បន្ថយនៃការទិញអាហារដែលមិនដឹងប្រភពដែលយើងបរិភោគទៅវាអាចនឹងកើតមាននៅជំងឺផ្សេងមកកាន់ជីវិតរបស់យើងសរុបមកការចិញ្ចឹមសត្វជាលក្ខណៈគ្រួសារមិនថាកង្កែបត្រីមាន់ទានោះទេវាគឺជាវិធីសាស្ត្រដ៏ល្អមួយសម្រាប់ពុកម៉ែបងប្អូនដែលរស់នៅទីតាមជនបទដែលវាអាចជួយបង្កើតនៅប្រាក់ចំណូលហើយវាជួយកែលម្អអាហារូបត្ថម្ភហើយនិងសុវត្ថិភាពចំណីអាហារសម្រាប់គ្រួសាររបស់យើងបើសិនបើពុកម៉ែបងប្អូនធ្វើការចិញ្ចឹមដោយមានលក្ខណៈជោគជ័យចិញ្ចឹមទៅកើតខ្ញុំគិតថាវាគឺជារបរមួយបន្ថែមដែលវាក៏ជារបរដែលអាចនឹងជាសក្តានុពលនៅក្នុងគ្រួសាររបស់យើងក៏ថាបានអញ្ចឹងតើកាលណាដែលវាជារបរសក្តានុពលវានឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការបង្កើតប្រាក់ចំណូលបន្ថែមនៅក្នុងគ្រួសារអញ្ចឹងវីដេអូរបស់ខ្ញុំមិនមានអ្វីច្រើនទេខ្ញុំបាទសូមធ្វើការអរគុណសម្រាប់ពុកម៉ែបងប្អូនដែលតែងតែតាមដាននៅវីដេអូរបស់ខ្ញុំពីដើមរហូតដល់ចប់សូមជូនពរពុកម៉ែបងប្អូនជួបប្រទះតែសេចក្តីសុខគ្រប់ពេលវេលាសូមអរគុណសូមគោរពជម្រាបលា